បងប្អូនដែលគាត់ចាំទស្សនាភាពបន្តនៃជំងឺការកឹកទុកមុនហើយជំងឺដែលភ័យខ្លាចរឿងអត់តកើតថ្ងៃនេះខ្ញុំមកបន្តពីការចែកម្លែកពីជំងឺដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយបងប្អូនគាត់ថាបងមិនអត់ជាមែនមកនៅជាអាចនិយាយបានថាមកដល់បច្ចុប្បន្ននេះខ្ញុំមិនដែលប្រើប្រាស់ថ្នាំផ្លូវចិត្តបន្តទៀតទេខ្ញុំជាមកវាចូលក្បែរសរុបទាំងខ្ញុំមាន baby នេះជិត10ឆ្នាំហើយដែលខ្ញុំមិនដែលពឹងផ្អែកទៅលើថ្នាំផ្លូវចិត្តហើយទាំងអស់នេះមិនមែនថាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដែលកំពុងប្រើប្រាស់ថ្នាំតតចោលថ្នាំទេតែអីដែលសំខាន់គឺយើងរកផ្លូវចេញទាំងអស់គ្នាដែលយើងរៀនរួមមួយជំងឺផ្លូវចិត្តអន្ទឹមនឹងយើងប្រើថ្នាំជួយមួយផ្នែកហើយយើងរៀនស្វែងយល់ពីខ្លួនឯងដើម្បីអមជាមួយថ្នាំឈានទៅរកការផ្ដាច់ថ្នាំហើយវិលមកសភាពយើងអាចរស់នៅជាមួយនឹងបញ្ហារបស់បងប្អូនរៀងខ្លួនចំណុចនេះសំខាន់ណាស់បងប្អូនត្រូវចាំសម្ដីខ្ញុំថាថ្នាំផ្លូវចិត្តទាំងអស់ដែលបងប្អូនប្រើប្រាស់វាអត់ជួយដោះស្រាយបញ្ហាបងប្អូនទេគឺវាជួយឲ្យខួរក្បាលយើងស្ងប់ប៉ុន្តែដើម្បីយើងជាយើងត្រូវការថ្នាំក្នុងពេលដែលយើងពិបាកក្នុងការគ្រប់គ្រងខួរក្បាលខ្លួនឯងអន្ទឹមមានថ្នាំជួយបងប្អូនត្រូវស្វែងយល់និងដោះស្រាយបញ្ហាខ្លួនឯងដូចគ្នាហើយអ្នកខ្លះថាបងរឿងខ្លះដូចរឿងការគិតទុកមុនការភ័យខ្លាចរឿងមិនទាន់មកដល់ហ្នឹងវាមិនស្រួលដូចបងនិយាយទេតែយើងគួរធ្វើបែបម៉េចខ្ញុំចង់សួរបងប្អូនទៅវិញថាតើរឿងថ្មីសម្រាប់ជីវិតយើងក្នុងមួយថ្ងៃហ្នឹងកើតឡើងមកប៉ុន្មានដងអាចនិយាយបានថាសូម្បីតែខ្ញុំនិយាយនេះនៅពេលដែលខ្ញុំគ្រាន់តែដូរសំឡេងឬក៏ដូរប្រធានបទទៅរឿងមួយទៀតរឿងដែលខ្ញុំនិយាយមុនហ្នឹងក៏ឡងហួសបាត់ហើយទាំងអស់ហ្នឹងហើយគឺជារឿងដែលថាមិនមែនតែអ្នកជំងឺផ្លូវចិត្តឬក៏អ្នកដែលមិនប្រើប្រាស់ថ្នាំផ្លូវចិត្តមានការគិតទុកមុនទេគឺគ្រប់ស្ថានភាពផងមនុស្សយើងគឺការគិតទុកមុនតែងតែមានជានិច្ចតែគាត់ថាអ្នកខ្លះគេគិតរឿងល្អតែសម្រាប់អ្នកជំងឺផ្លូវចិត្តទាំងមូលហ្មងណាគឺខួរក្បាលមួយនេះវាធ្វើឲ្យគាត់គិតរឿងដែលមិនល្អអាចនិយាយបានថារឿងអវិជ្ជមានវាច្រើនជាងរឿងវិជ្ជមានចំណុចត្រង់នេះដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាហើយអ្នកខ្លះសួរថាបងមិនក៏បានយើងទៅគិតរឿងមិនល្អវាជាធម្មជាតិរបស់ខួរក្បាលធម្មតាបងប្អូនឧទាហរណ៍ខ្លីមួយអាចនិយាយបានថាអាចមានភាពបន្តទៀតព្រោះបើខ្ញុំនិយាយយូរទៅគិតថាបងប្អូនមិនបានស្ដាប់ចប់ទេឧទាហរណ៍ខ្លីមួយថារឿងដែលយើងជួបនៅតាមផ្លូវយើងជួបអ្នកដែលយើងស្គាល់ណាយើងសើចដាក់គាត់បន្ទាប់មកអារម្មណ៍មួយនឹងពងត្រេកអរបងប្អូនស្រាប់តែយើងជិះទៅមុខទៀតយើងបែកកង់ម៉ូតូអារម្មណ៍យើងដូរភ្លាមថាថ្ងៃនេះសួយដល់ណាហេតុអីក៏សុកមកបែកកង់ម៉ូតូមានអារម្មណ៍តាំងពីយប់មកថាខ្លាចថ្ងៃនឹងជួបរឿងអាក្រក់ឥឡូវជួបមែននេះបងប្អូនដែលកំពុងសល់បញ្ជាក់ថាការគិតទុកមុនរឿងអវិជ្ជមានណានៅពេលដែលយើងជួបរឿងវិជ្ជមានមិនក៏ដោយក៏ការគិតអវិជ្ជមានវាមកមុនដែរតែយើងជួបអ្នកដែលយើងស្គាល់សប្បាយចិត្តរីករាយសើចដាក់គ្នាគឺយើងនឹកអត់ឃើញទេស្រាប់តែយើងមកមួម៉ៅមកផ្លែតនៅពេលដែលម៉ូតូបែកកង់ឲ្យចៃដន្យដែលយើងគិតទុកពីមុនពីយប់មកថាថ្ងៃនឹងជួបបញ្ហានេះហើយគឺជាធម្មជាតិនៃខួរក្បាលរបស់យើងដែលយើងតែងតែគិតរឿងមិនល្អច្រើនជាងរឿងល្អហើយរាប់រឿងមិនល្អច្រើនជាងរឿងល្អហើយយើងគិតថាយើងភ័យខ្លាចរឿងអត់ទាន់មកដល់យើងការគិតរបស់យើងនឹងជំងឺគិតទុកមុនការបងប្អូនមិនអញ្ចឹងទេខួរក្បាលរបស់យើងតែងតែធ្វើឲ្យយើងនឹងរៀនខ្លាចនៅរឿងមិនល្អសម្រាប់រឿងល្អយើងទៅខ្លាចតែអីបងប្អូនត្រូវទេរឿងដែលមិនល្អដែលយើងខ្លាចការបែកកង់បែកអីធ្វើឲ្យយើងយឺតពេលទៅធ្វើការខកខានហើយអស់លុយអស់កាក់អាហ្នឹងអារម្មណ៍យើងវាមិនល្អយើងដកជាប់រឿងហ្នឹងហើយតែសម្រាប់យើងជួបអ្នកដែលយើងស្គាល់រីករាយសើចដាក់គាត់មិនមានហានិភ័យអីដល់ជីវិតយើងរឿងអីយើងទៅភ័យខ្លាចហើយបើសម្រាប់អ្នកជំងឺផ្លូវចិត្តទៀតណាបងប្អូនកាន់តែដុំដាគាត់ថាជីវិតអញរស់ស្វាងអត់ឃើញទេថ្ងៃនេះជួបទុកទៀតទេអាទុកពីយប់ដេកមលក់បក់ម្ល៉េះហើយព្រឹកឡើងមកបែកកង់ទៀតចាំជួបខ្ញុំនៅវីដេអូបន្តទៀតបងប្អូន